តើបច្ចុប្បន្នផ្សារ Mobile កម្ពុជាអាចជួញដូរជារូបិយប័ណ្ណអ្វីខ្លះហើយម៉ោងជួញដូរយ៉ាងណាដែរយើងនឹងជួបគ្នាលម្អិតបន្តិចទៀតនេះបើសិនជាបងប្អូនមើលវីដេអូនេះលើដំបូងសូមចុច Subscribe ឬជាសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេបើសិនជាមានចម្ងល់ឬមតិយោបល់សំណើផ្សេងៗចូលរួមអាច comment នៅក្នុងវីដេអូនេះបានផ្សារ Mobile កម្ពុជាបានប្រកាសបើកដំណើរការចាប់ពីឆ្នាំ2012មកតាំងពីក្រុមហ៊ុនរដ្ឋកោស្វ័យក្រុងភ្នំពេញបានចុះបញ្ជីបើគិតដល់ឆ្នាំ2025នេះគឺមានរយៈពេលប្រហែល13ឆ្នាំហើយចាប់ពីឆ្នាំ2012រហូតដល់ដំណាច់ឆ្នាំ2023ផ្សារ Mobile កម្ពុជាយើងអាចជួញដូរបានតែរូបិយប័ណ្ណជាប្រាក់រៀលតែប៉ុណ្ណោះបន្ទាប់ពីមានការអភិវឌ្ឍផ្លាស់ប្ដូរឥតឈប់ឈរបច្ចុប្បន្នផ្សារ Mobile កម្ពុជាយើងអាចជួញដូរទាំងរូបិយប័ណ្ណលុយរៀលនិងលុយដុល្លារបាទចំពោះយន្តការទីផ្សារម៉ោងជួញដូរផ្សារយើងគឺបើកចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនិងពីម៉ោង8ព្រឹកដល់ម៉ោង3រសៀលហើយត្រូវបានបិទសម្រាប់នៅថ្ងៃសៅរ៍អាទិត្យឬក៏ថ្ងៃបុណ្យសាធារណៈបងប្អូនអាចពិនិត្យមើលប្រតិទិនឲ្យតែឃើញពណ៌ក្រហមផ្សារហ៊ុនក៏បិទដែរដើម្បីផ្ដល់ភាពងាយស្រួលនិងលក្ខណៈសម្បូរបែបទៅដល់វិយាកិនជាតិនិងអន្តរជាតិបាទបច្ចុប្បន្ននេះបាទគិតចាប់ពីថ្ងៃទី15ខែមករាឆ្នាំ2024តទៅរហូតដល់បច្ចុប្បន្នវិយាកិនអាចធ្វើការជួញដូរជាលុយដុល្លារបានដើម្បីអាចដាក់បញ្ជាជួញដូរដោយទូទាត់ជាប្រាក់ដុល្លារបានវិយាកិនត្រូវតែមានសាច់ប្រាក់ជាដុល្លារក្នុងគណនីជួញដូរសម្រាប់អ្នកទិញវិយាកិនអាចដាក់បញ្ជាតាមរយៈក្រុមហ៊ុនមូលបត្រឬក៏ broker ឬក៏ដាក់បញ្ជាដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទដៃ CSA Trade ហើយដើម្បីដាក់បញ្ជាតាមរយៈ CSA Trade វិយាកិនត្រូវជ្រើសរើសយកប៊ូតុងបាទ USD Settlement រួចដាក់បញ្ជាដោយតែបានបង្ហាញក្នុងរូបហើយចំពោះវិធានជួញដូរវិញបាទប្រាក់ដុល្លារគឺម៉ោងជួញដូរចាប់ពីម៉ោង9:00ព្រឹករហូតដល់ម៉ោង2:50នាទីរសៀលបាទខុសពីប្រាក់រៀលអាចដាក់បញ្ជាបានចាប់ពីម៉ោង9:00ព្រឹករហូតដល់ម៉ោង3:00រសៀលនៃថ្ងៃផ្សារហ៊ុនបើកការជួញដូរជាប្រាក់ដុល្លារត្រូវបានប្រើប្រាស់ក៏ដូចជាយកអត្រាប្តូរប្រាក់តាមធនាគារជាតិមុនថ្ងៃធ្វើការឬថ្ងៃផ្សារហ៊ុនបើកមួយថ្ងៃទាំងប្រាក់រៀលនិងប្រាក់ដុល្លារអាចប្រើប្រាស់វិធីសាស្ត្រជួញដូរតាមរយៈការដេញថ្លៃនិងវិធីសាស្ត្រជួញដូរតាមការចរចាបានផងដែរសូមបងប្អូនកំណត់ចំណាំបាទសម្រាប់ប្រាក់ដុល្លារគឺយើងអាចដាក់ទិញបានតែខាងបតដុល្លារទេបាទយើងមិនអាចយកប្រាក់ដុល្លារទៅទិញខាងលុយរៀលបានទេរីឯប្រាក់រៀលក៏ដូចនេះដែរយើងអាចទិញបានតែខាងបតលុយរៀលទេយើងមិនអាចទៅទិញយកខាងបតដុល្លារបានដែរប៉ុន្តែខុសគ្នាត្រង់យើងមានហ៊ុនលក់យើងអាចលក់ខាងណាក៏បានដែរលក់ខាងលុយរៀលក៏បានលក់ខាងដុល្លារក៏បានក្នុងករណីដែលបងប្អូនមានលុយរៀលនៅក្នុងសាក់ម៉ាតលហើយចង់ទិញខាងបតដុល្លារតើតែយើងផ្ទេរលុយចូលទៅក្នុងគណនីធនាគារសិនហើយចាំផ្ទេរមកវិញរីឯបើសិនជាយើងមានលុយក្នុងគណនីជាដុល្លារចង់ទិញហ៊ុននៅក្នុងបតលុយរៀលតើតែយើងផ្ទេរទៅគណនីធនាគារដូចគ្នាហើយចាំផ្ទេរមកវិញមកគឺផ្ទេរមកវិញចូលក្នុងគណនីជួញដូរជារូបិយប័ណ្ណដែលយើងចង់ប្រើបើសិនជាបងប្អូនមិនទាន់ចេះប្រើប្រាស់កម្មវិធីជួញដូរពីហ៊ុន CSA Trade ឬក៏មិនដូចផ្សេងៗអាចចូលទៅមើលនៅក្នុង Channel YouTube ខ្មែរ Stock Market និងចូលទៅក្នុង Playlist រៀនប្រើប្រាស់កម្មវិធី Platform សូមអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយទៀតនាំមកជូនដោយក្លឹបប្រឹក្សាពីហ៊ុន